ទៅចឹងទៅណាកាលណាបើយើងបានមកសិក្សានៅក្នុងអវាទរបស់ព្រះអង្គសម្ដែងអំពីឧបាទានខណ្ឌទៅវាអត់មានស្អីទៀតវាអត់មានស្អីណាកាលណាបើកំណត់ទាំងឧបាទានខណ្ឌហើយវាអត់មានស្អីចាំបាច់វាអត់មានស្អីសម្រាប់ឲ្យត្រូវការបើបញ្ញខណ្ឌនឹងវាអត់មានជាយើងទៅហើយនោះទៅយើងនឹងថាចាំបាច់យើងនឹងបានស្អីសេចក្តីសម្គាល់ថាមានយើងនឹងវាអត់ក្នុងបញ្ញខណ្ឌនេះទៅហើយវាមានតែឧបាទានខណ្ឌតែប៉ុណ្្នឹងទេដែលឧបាទានខណ្ឌនឹងកើតហើយនឹងរលត់ទៅណាកើតឡើងនឹងរលត់ទៅជាបច្ចុប្បន្នហ្នឹងគ្រប់ពេលវេលាហ្នឹងចឹងវាអត់មានភូមិហែងអីអត់មានខ្វះខាតអីអត់មានត្រូវការអីអត់មានភ័យខ្លាចអីហ្នឹងដែលប្រកាសឡើងចឹងណាចំពោះដែលខណ្ឌហ្នឹងប្រកាសឡើងណាអាហ្នឹងដែលកណ្ណាពុញ្ចាស់ញាតិញោមនឹងឯងមានចំណុចណាដែលនឹងត្រូវជាច្បាស់អាហ្នឹងការដែលឃើញសារៈខ្លឹមសារធัวគឺការចម្រើនគុណហ្នឹងគឺអញ្ចឹងដល់នៅបត្រៃសរណគមហ្នឹងគឺដោយសេចក្តីជ្រះថ្លាទៅនៅក្នុងគុណពិតហ្នឹងគុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃហ្នឹងហើយតែកាលណាមានសេចក្តីជ្រះថ្លាច្បាស់ទៅក្នុងប្រគុណនឹងហើយមិនអាចអត់សិលបានទេណាគឺនឹងត្រូវខ្មាស់បាបអៀនខ្មាស់ដូចថាយើងខ្លួនតទេអញ្ចឹងហើយចូលមកក្នុងប្រជុំជនអីអញ្ចឹងមើលញាតិញោមណាម្នាក់ដោះអាវមើលហ៊ានដែរណាបើដឹងថាអូអញមកវត្តនោះត្រូវស្លៀកពាក់យ៉ាងម៉េចហ្នឹងពានាអីស្រួលបួលមកបាត់ណាមិនទាំងខ្លីលើខ្លីក្រោមអីទៀតផងក្មេងៗក៏ដោយមិនទៅដើរលេងអីទេទៅឲ្យសមរម្យអាហ្នឹងគ្រាន់តែឧទាហរណ៍ដើម្បីបញ្ជាក់ថាដែលយើងមកកម្មប្រជុំជនហ្នឹងគឺយើងស្លៀកពាក់ឲ្យសមរម្យអញ្ចឹងយ៉ាងណាមិញសភាពនៃចិត្តដែលប្រព្រឹត្តទៅមកចិត្តបត្រៃសរណគមនេះណាដែលដឹងថាគុណពុទ្ធនឹងយ៉ាងម៉េចគុណពធគុណប្រសង្ឃនឹងយ៉ាងម៉េចតែយើងអត់សិលនឹងមកបានទេតែយើងអត់សិលឲ្យដល់ពុទ្ធទូលសង្ឃនឹងបានទេដូច្នេះបានជាគុណធម៌ខាងក្នុងទី2បន្ទាប់ពីដល់ត្រៃសរណគមហើយមានសិលណាដល់តែមានសិលហើយលើសពីសិលនឹងទៅទៀតគឺមេត្តាចិត្តដែលប្រព្រឹត្តទៅមេត្តាចិត្តហ្នឹងតើតែវឹកហាត់អប់រំទាំងក្នុងសភាពដែលជាអ្នកធំមិនមែនអ្នកធំដោយស័ក្តិដោយយសដោយអីទេណាអ្នកណាដែលមានព្រះមវិហារធម៌ហ្នឹងអ្នកហ្នឹងមានសេចក្តីដឹងខ្លួនថាជាអ្នកធំតែអ្នកធំក្នុងទីនេះមិនមែនធំដោយដៃជះទេគឺណាមិនមែនដោយព្រះដែកទេគឺដឹងខ្លួនថាធំទៅដោយព្រះគុណមានពាក្យថាព្រះដែកព្រះគុណណាដឹងខ្លួនថាជាអ្នកធំហ្នឹងក្នុងសភាពមួយយ៉ាងទន់ភ្លន់ណាចឹងខុសអំពីដឹងខ្លួនថាអញជាអ្នកធំណាមិនមែនដឹងខ្លួនថាអញជាអ្នកធំដោយអំណាចដោយការគ្រប់គ្រងអីទេមេត្តាធម៌ដែលកើតឡើងហ្នឹងដឹងខ្លួនថាជាអ្នកធំហ្នឹងគឺជាអ្នកដែលអនុគ្រោះឲ្យសត្វបានរស់ឲ្យសត្វបានសុខកុំឲ្យសត្វទុក្ខកុំឲ្យសត្វលំបាកទាំងមនុស្សទាំងតិរិឆានអាហ្នឹងគឺមានភាពជាធំកើតឡើងអញ្ចឹងចឹងពាក្យសម្ដីគឺអ្វីឲ្យគេបានសុខនឹងទាំងកប្បកិរិយាទាំងពាក្យសម្ដីក្នុងសភាពដែលធ្វើឲ្យអ្នកដទៃនឹងឯងគោរពស្រឡាញ់គឺវាមានសភាពជាធំទៅដោយព្រះមវិហារធម៌នឹងឯងទៀតណាមិនមានបំណងអីដើម្បីបានអ្វីពីអ្នកដទៃទេសំបីការគោរពការស្រឡាញ់ហ្នឹងប៉ុន្តែធម៌ហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងជាអានិសង្សអញ្ចឹងជាការប្រព្រឹត្តតបអញ្ចឹងដោយអំណាចព្រះមវិហារធម៌ប្រព្រឹត្តទៅវាទៅជាពោជនិយបុគ្គលដែលអ្នកដទៃជាកូនជាចៅហ្នឹងគោរពស្រឡាញ់បូជារាប់រកជាកល្យាណមិត្តអញ្ចឹងទៅអានឹងធម៌ហ្នឹងវាប្រព្រឹត្តទៅអញ្ចឹងហើយចិត្តផុតស្រឡះចិត្តដែលមេត្តាករុណាហ្នឹងផុតស្រឡះមិនជាប់ជំពាក់ដោយឆន្ទរាគៈដោយកិលេសឬក៏សៅហ្មងទៅដោយការខឹងក្រោធការខឹងក្រោធវាកើតមកពីការហួងហែងចង់ឲ្យខ្លួនឯងគ្រាន់បើយ៉ាងនេះយ៉ាងនោះអីចឹងទៅវាខឹងវាក្រោធទៅតែភាពជាធំនៃព្រះមវិហារធម៌វាផុតពីសភាពទាំងអស់ហ្នឹងឲ្យតែអ្នកតីបានសុខចឹងទៅនឹងធំដោយព្រះមវិហារអញ្ចឹងមេត្តាចិត្តដែលចម្រើនឡើងហ្នឹងណាញាតិញោមទីប្រុសទាំងអស់ណាចឹងណា
អាហ្នឹងកាលណាបើយើងនៅជាអ្នកតូចយើងនៅក្នុងគំនិតថាគេស៊ីបាយគេអញស៊ីបាយអញអីចឹងណាហ្នឹងចិត្តយើងវានៅជាអ្នកតូចទេវានៅក្នុងការប្រៀបផ្ទឹមគ្នាវានៅក្នុងការប្រជែងគ្នាវានៅក្នុងគំនិតចំណែនឬក៏អ្នកដតីដែលមិនជាទីស្រឡាញ់ពេញចិត្តអីហ្នឹងគូប្រជែងអីហ្នឹងដល់នៅសេចក្តីវិនិច្ឆ័យដួលរលំអីទៅត្រេកអររីករាយអាហ្នឹងចិត្តយើងនៅតូចចិត្តនៅតូចហ្នឹងគឺអញ្ចឹងឯងទៅចង់ប្រកួតចង់ប្រជែងអីចឹងទៅត្រេកអរសប្បាយនឹងអ្នកអតីខូចប្រយោជន៍អីផ្សេងអីចឹងទៅត្រេកអរទៅត្រេកអរនឹងគេអាប់អោនគេឈ្មោះអីចឹងទៅអាហ្នឹងគឺចិត្តទៅនៅតូចអាហ្នឹងអញ្ចឹងតូចហ្នឹងទោះជាមានឋានៈពងពោះធំតុំអីក៏ដោយប៉ុន្តែឈ្មោះថាជាអ្នកចិត្តតូចដោយអត់មានធัวជាធំគឺព្រះមវិហារធัวប៉ុន្តែញាតិញោមរស់នៅធម្មតាអត់មានឋានៈបុណ្យស័ក្តិពងពោះទេគ្រាន់តែថាជាមេដាបិតាឬក៏ជាបងជាមេជាមីងអីហ្នឹងប៉ុណ្ណឹងចឹងក៏ដោយតែមានព្រះមវិហារធัวកើតឡើងគឺចិត្តជាធំដោយព្រះមវិហារធัวមានបំណងល្អដល់កូនដល់ចៅដល់អ្នកជិតខាងដល់ណាទាំងអស់ចឹងទៅណាអត់មានគិតដើម្បីទៅឲ្យគេវិនិច្ឆ័យគិតដើម្បីឲ្យគេវិនិច្ឆ័យប្រយោជន៍ដួលរលំលៀបយោះអីហ្នឹងឬក៏គេដួលរលំទៅឲ្យត្រេកអរសប្បាយអីទៅគឺវាអត់មានសភាពអញ្ចឹងណាអាហ្នឹងគឺសភាពនៃចិត្តដែលជាធំកើតឡើងហ្នឹងគឺដោយមេត្តាមេត្តាមានបតតឋានសំខាន់គឺបំណងឲ្យអ្នកដទៃបានសេចក្តីសុខបតតឋានណាគេឃើញអ្នកដទៃហ្នឹងឯងគ្រប់គ្នាចង់បានសុខហើយអាណិតសំណោះទៅចឹងទៅអាណិតសំណោះសត្វលោកគ្រប់គ្នាហ្នឹងដែលចង់រស់ចង់បានសុខហ្នឹងជីវិតមានតែមួយដែលមិនគួរនឹងផ្ដាច់ជីវិតរបស់អ្នកណាស្រាប់សត្វអីនោះទៅទេមេត្តាវាកើតឡើងអញ្ចឹងឲ្យរស់បានក្តីសុខចឹងទៅចឹងហើយក្នុងសភាពនៃបុគ្គលដែលមានព្រះមវិហារធัวហ្នឹងដូចជាទេវតាឬក៏ដូចជាពុព្រំអញ្ចឹងទៅចឹងក្នុងចិត្តរបស់ខ្លួនហ្នឹងវាគឺប្រព្រឹត្តទៅអញ្ចឹងណាហ្នឹងហើយព្រះអង្គសម្ដែងគុណធម៌ហ្នឹងដល់ទៅពងពោះជាទីបំផុតព្រះអង្គទ្រង់សម្ដែងអនិច្ចសញ្ញាមួយផ្ដុតកញ្ចក់ណាហើយបើព្រះអត្ថកថាលោកបញ្យល់ចំពោះមេត្តាត្រឹមហិតគ្រឿងកោបឬមកពេលឬទៅដល់គោនឹងប៉ុណ្ណឹងហ្នឹងចូលនៅក្នុងអបណាវិថីណាបឋមឈានជាដើមហើយអនិច្ចសញ្ញាមកផ្ដុតកញ្ចក់ហ្នឹងយ៉ាងកញ្ញសមុទយៈធម្មំសព្វន្តនិរោធធម្មន្តិធម្មចក្ខុបានឃើញថាអ្វីដែលកើតឡើងជាធម្មតាមានការរលត់ទៅដោយអត់មានតេតិននឹងបញ្ហាអីទាំងអស់សម្រាប់ធម្មជាតិដែលកើតឡើងនោះកង្វល់ហួងហែងភ័យខ្លាចអីមិនមានក្នុងធัวដែលកើតឡើងនឹងបញ្ញាឃើញអញ្ចឹងចូលដល់សោតាបត្តមៈនឹងព្រះអត្ថកថាលោកបញ្យល់អនិច្ចសញ្ញាមកផ្ដុតកញ្ចក់ហ្នឹងអញ្ចឹង4ហ្នឹងណា4ហ្នឹងទី1គឺដល់ត្រៃសរណគមទី2មានសិលទី3មេត្តាទី4អនិច្ចសញ្ញានេះប្រសើរពិសេសត្រង់ដែលជាគុណចម្រើនឡើងក្នុងខ្លួនឯងឃើញទេណែដែលព្រះអង្គសម្ដែង5មុខពីខាងដើមនោះទី1ថ្វាយទានដល់ព្រះអរិយបុគ្គលតាំងពីព្រះសោតាបានដល់ព្រះអរហន្តទី2ថ្វាយទានដល់ព្រះបច្ចេកពុទ្ធទី3ថ្វាយទានដល់ព្រះសម្មាសម្ពុទ្ធទី4ថ្វាយបណ្ឌបាតទានជ័យវរៈទានកិលេសភេសជ្ជៈអីហ្នឹងឯងដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានទី5វិហេរទានសេនាសនៈទានវត្តអារាមអីទាំងអស់ហ្នឹងឯងដល់សង្ឃដែលនិមន្តមកពីគ្រប់ទិសហ្នឹងអាហ្នឹងគឺកម្រិតនៃបុណ្យហ្នឹងខ្ពស់មកណាទៀតណែហើយមិនដល់មិនស្មើនឹងការដល់បត្រៃសរណគមទេណាហ្នឹងដល់បត្រៃសរណគមយើងរាប់ជាពួកមួយដែលឡែកក្នុងសភាពនៃគុណធម៌ដែលចម្រើនឡើងក្នុងចិត្តរបស់យើងហ្នឹង5ពីខាងដើមគឺយើងបូជាគុណដល់អ្នកដទៃប៉ុន្តែយើងទុកឲ្យតែគុណហ្នឹងនៅក្នុងអ្នកដទៃទៅឬដូចយើងថាដល់បត្រៃសរណគមយើងដល់ដើម្បីឲ្យតែគុណនឹងនៅក្នុងពុទ្ធអញ្ចឹងទៅមិនមែនទេដែលពាក្យថាដល់
ដល់បត្រៃសរណគមនឹងគឺត្រូវតែចម្រើនគុណក្នុងចិត្តសន្តានរបស់ខ្លួនឯងតែម្ដងចឹងព្រោះការដល់ក្នុងទីនេះមិនមែនជារឿងឲ្យទាននោះទៀតទេឲ្យទាននឹងរួចហើយណាមិនបាច់ដល់ត្រៃសរណគមក៏ឲ្យទានបានដែរតែដល់ការដល់នេះមិនមែនរឿងណាដើម្បីសូមព្រះអង្គនឹងឯងជាព្រះជួយមើលថែរក្សាអីខ្ញុំព្រះអង្គអីគឺអត់ទេចឹងតែកាលណាយើងដល់ខុសចូលក្នុងសាសនាដទៃព្រឹបណាតែយើងដល់ត្រៃណគមខុសចូលសាសនាដទៃព្រឹបណាចឹងវាច្រើនតេតិនទៅនឹងព្រហ្មញ្ញសាសនាអីផ្សេងខ្មែរយើងនៅតែជាប់ទំនៀមទម្លាប់មកនឹងមកពីមិនទាន់ច្បាស់ថាអ្វីដែលជាសារៈទីពឹងឲ្យសំខាន់ក្នុងជីវិតចូលទៅកំណត់តាំងឧបាទានខណ្ឌនោះហើយគុណធម៌គ្រប់ប្រការទាំងអស់ផ្សព្វផ្សាយធំទលំទលាយដល់មនុស្សទេវតាណាសពគ្រប់ទាំងអស់ទាំងគ្មានអីដែលប្រសើរជាងការឧទ្ទិសបុណ្យទៅដល់ទេម្ល៉េះយើងវាអត់មានពិធីការអីតេតិនអីផ្សេងទៀតដល់ភ័យខ្លាចថាធ្វើបុណ្យមិនបានបុណ្យអីស្អីនោះវាអត់មានណាអត់មានតេតិនទៅនឹងលទ្ធិសាសនាដទៃអីហ្នឹងគឺអស់រលីងចឹងទៅដឹងទៅមកព្រឹបថ្វាយទានដាប់ធัวថ្វាយគុំព្រះសន្តានាធัวប្រព្រឹត្តទៅជាសារៈធัวជាប្រយោជន៍អត់មានទៅតេតិនរឿងបួងសួងវកសពគ្រប់សធัวបាយសីចិត្តក្បាលដងក្រុមពលីអីនោះទេចឹងអាហ្នឹងហើយធ្វើម៉េចឲ្យយើងងាយយល់អញ្ចឹងចឹងពេញទឹកពេញដីស្រុកខ្មែរយើងហ្នឹងឲ្យតែបន់អីរៀងធំបន្តិចក្រុមពលីក្រឹបណាដាក់ក្នុងកម្មវិធីបន់ទៀតផ្សាយវិទ្យុទៀតដល់ពេលវេលាចាប់ផ្ដើមដើម្បីសូមទឹកសូមដីអីធ្វើបន់អីចឹងទៅឲ្យសនុកសុខសប្បាយអីចឹងទៅណាអាហ្នឹងវាតេតងទៅនឹងរឿងហ្នឹងណាតេតងទៅនឹងការដែលថាយើងវានៅតេតិននឹងខ្លួនយើងនឹងឯងតែវាអត់ច្បាស់លាស់ថាអ្វីឲ្យជាទីពឹងណាឲ្យច្បាស់ប្រកបនោះវានៅតេតិនចឹងភ័យទៅខ្លាចទៅសកាយតិថិហ្នឹងទាំងជួនកាលហ្នឹងក៏មានជំនឿទៅថាពុទ្ធសាសនាមិនមែនបន់ស្រន់ភូមិសួងទេប៉ុន្តែណាយើងត្រូវការពីភាពជាធំឬក៏ទ្រព្យសម្បត្តិឬក៏អ្វីៗក្នុងលោកនេះអញ្ចឹងគឺក្នុងព្រហ្មញ្ញសាសនាហ្នឹងគឺជាសាសនាដែលត្រូវសូមពីព្រះហើយអញ្ចឹងក៏កម្មទាំងពីរសាសនាហ្នឹងទៅសាសនាព្រាបកម្មដើម្បីបកឬក៏សូមលៀបសូមយុះអីក្នុងលោកនេះហើយពុទ្ធសាសនាដល់ដើម្បីធ្វើបុណ្យទៅជាតិមុខអញ្ចឹងកម្មទាំងពីរដណ្ដងទៅណាអាហ្នឹងក៏មានអញ្ចឹងទៅចឹងណាក៏មានអញ្ចឹងវាតេតិនទៅនឹងតួសកាយតិថិដែលសម្គាល់ឃើញថាមានខ្លួននៅក្នុងបញ្ញខណ្ឌនេះហើយនៅក្នុងលោកនេះមមដោយសកាយតិថិអញ្ចឹងទៅចឹងណាហើយកាលណាព្រះពុទ្ធបរិស័ទអង្គណាញាតិញោមណាលោកអ្នកណាដែលបានពិចារណាធម៌របស់ព្រះសម្មាសម្ពុទ្ធច្បាស់លាស់ទៅទិសដៅដែលប្រព្រឹត្តទៅនៅក្នុងជីវិតនេះនៅក្នុងលោកនេះក្នុងព្រះពុទ្ធសាសនានេះឯងគឺការរួចផុតអំពីឧបាទានខណ្ឌ5ឧបាទានខណ្ឌ5ហ្នឹងប្រកបជាក់ស្ដែងមកតែម្ដងដែលវាអត់មែនជាយើងអាហ្នឹងបន្តិចម្ដងមកត្រង់ដែលមិនមែនជាយើងហ្នឹងអញ្ចឹងដែលនឹងអាចសម្រេចដល់ទីបំផុតទៅបានគឺមានតែបញ្ញរាសីទេបញ្ញរាសីប្រែតែគំនោតែមានតែគំនោបន់ទេណាដែលនឹងជាកម្លាំងពិសេសឲ្យចិត្តស្ងប់ឲ្យបញ្ញាចម្រើនឡើងកាលណាបើមិនប្រកម្មខ្លួនឯងជាបញ្ញខណ្ឌឬខណ្ឌឯណានេះមួយឬក៏ថាខ្លួនឯងនឹងមានក្នុងបញ្ញខណ្ឌហើយជីវិតប្រព្រឹត្តទៅដោយការឃើញការឮការដឹងក្លិនដឹងរសដោយការសោយអារម្មណ៍ស្អីទាំងអស់វាប្រកបជាតួខណ្ឌមកហើយវារស់ខ្លួនឯងមិនមានអញ្ចឹងទៅហើយនោះតើនឹងតេតិនស្អីទៀតណានឹងភ័យអីខ្លាចអីជាមួយគ្នានឹងអមនុស្សជាមួយគ្នានឹងស្អីហើយ
ទោះជាលៀបទោះជាយសឋានៈអីក្នុងលោកនឹងយ៉ាងណាឯណាឲ្យមកសំខាន់ជាងការដែលមិនប្រកម្មក្នុងបញ្ញខណ្ឌនឹងទៀតរួចចឹងទៅរឿងលៀបរឿងយសឋានៈបុណ្យស័ក្តិអីហ្នឹងវាប្រកបឡើងជាវិបាកនៃកម្មណាចឹងណាវាប្រកបឡើងធัวទាំងអស់ហ្នឹងវាអាស្រ័យនៅលើបច្ច័យវាអាស្រ័យនៅលើកម្មវាច្បាស់លាស់អញ្ចឹងមកណាវាគ្មាននរណាប្រសិទ្ធិឲ្យបាននោះណាវាអត់មានអ្នកណាមកប្រសិទ្ធិរបស់អីក្នុងលោកឲ្យសម្រេចទាំងរូបវេទនាសញ្ញាសង្ខារវិញ្ញាណក៏អាស្រ័យបច្ច័យកើតឡើងវាមាននរណាទៅជប់ទៅនិមិត្តទៅបង្កើតអីណែអ្វីក៏មានបច្ច័យកើតឡើងចក្ខុវិញ្ញាណសោតវិញ្ញាណធានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណកុសលវិបាកក៏នៅលើកុសលកម្មចក្ខុវិញ្ញាណសោតវិញ្ញាណធានវិញ្ញាណអីទាំងអស់ហ្នឹងរហូតដល់កាយវិញ្ញាណហ្នឹងដែលដឹងនៅអារម្មណ៍មិនល្អអីនឹងយ៉ាងណាទៅនៅលើបាបកម្មហ្នឹងប៉ុន្តែទោះជាថាបាបកម្មជាបច្ច័យក្តីបញ្ញកម្មជាបច្ច័យក្តីវិបាកាធម្មេក្នុងវិបាកដែលដឹកនៅអារម្មណ៍ហ្នឹងបញ្ចវិញ្ញាណហ្នឹងដែលឃើញដែលលឺធំលិននឹងរត់ផតពៈហ្នឹងវានៅតែមិនមែនយើងតដែលណាវាមិនមែនចេះតែចង់ទៅរកកុសលវិបាកនោះទេអកុសលវិបាកក៏មិនមែនជាយើងតដែលវាគ្រាន់តែជាវិបាកាធម្មាវាចឹងទៅចឹងវាច្បាស់លាស់ម្ល៉េះហើយវាអត់មានតេតិនក្នុងរឿងបន់ស្រន់ទៀតទេណាមកអំពីអ្វីវាមានហេតុបានកើតឡើងវាច្បាស់លាស់អញ្ចឹងទៅហើយទៅបន់ស្រន់ឲ្យអ្នកណាឲ្យអីយើងអ្នកណាឲ្យអីបានបើធัวតម្លៃវាប្រព្រឹត្តទៅតាមហេតុណាបើរឿងគេថាតំណាក់តំណងគ្នាបងប្អូនម៉ែឪអីចឹងទៅហ្នឹងគឺតែជួយគ្នាសង្កៈធัวគ្នាចឹងទៅប្រព្រឹត្តទៅជាប្រយោជន៍ប្រព្រឹត្តទៅជាកុសលអីចឹងទៅមានហេតុមានផលត្រឹមត្រូវណាអញ្ចឹងឃើញថាជីវិតហ្នឹងវាប្រព្រឹត្តទៅដោយអំណាចនៃកម្មជាបច្ច័យជីវិតប្រព្រឹត្តទៅដោយហេតុចឹងទៅហើយក៏ចិត្តហ្នឹងវាខ្សោយទៅណាតែវាអត់មានតេតិនអីទៅនឹងសម្បត្តិក្នុងលោកនេះហឹកហែកយកជាដុំកំគួនអីទៅទេសេចក្តីសុខវានៅត្រង់ព្រមក្នុងចិត្តឯនេះទេតើណាទោះជាបានលៀបបានយកក៏យកមកប្រើប្រាស់ប្រព្រឹត្តទៅដើម្បីជាប្រយោជន៍សុខដល់អ្នកដទៃណាបើថាមិនបានទេក៏មានសេចក្តីសុខក្នុងចិត្តព្រោះបានអប់រំទូលមានចិត្តនឹងហើយសណ្ដកផុតរបូតអំពីការហួងហែងបញ្ញខណ្ឌនឹងហើយអញ្ចឹងអាសម្បត្តិអីទៅក្នុងលោកនេះទៀតវាលែងគ្របសង្កត់ចិត្តបានវាលែងសំខាន់បានទៅព្រោះទីពឹងវាមិនមែននៅលើសម្បត្តិទាំងអស់ហ្នឹងទីពឹងនៅត្រង់ដែលផុតរបូតពីការប្រកម្មហួងហែងឧបាទានខណ្ឌជាបច្ចុប្បន្នស្ដែងនេះជីវិតដែលប្រព្រឹត្តទៅនឹងវាអត់មានខ្លួនយើងអីណាផ្សេងដទៃទៀតដែលនឹងឲ្យភ័យព្រួយអីអត់ឃ្លានលហេមលហាមអីក្រៅតែពីឧបាទានខណ្ឌណាវាមានតែឧបាទានខណ្ឌហ្នឹងប៉ុណ្្នឹងឯងវាមានយើងអីណាទៀតដែលលហេមលហាមដែលត្រូវការប្រាថ្នាណាបញ្ញខណ្ឌវាប្រកបស្ដែងនៅណាការប្រព្រឹត្តធម៌ហ្នឹងមិនមែនគ្រាន់តែទៅអង្គុយនឹករកខណ្ឌ5ទេមិនមែនខ្លួនយើងជាអ្នកទៅធ្វើធម៌អង្គុយនឹកខណ្ឌ5យ៉ាងនេះទេខណ្ឌ5វាប្រកបមកច្បាស់ឥឡូវហ្នឹងយើងវាអត់មានអញ្ចឹងទៅវាមានតែចិត្តឃើញវាមានតែចិត្តឮអញ្ចឹងទៅឥឡូវហ្នឹងរូបជាធាតុមិនដឹងអញ្ចឹងទៅចែកដាច់ពីនាមអញ្ចឹងទៅតល់តែស្ដែងច្បាស់អញ្ចឹងណាបានរំលត់កិលេសបានមិនមែនរឿងអង្គុយនឹកទេមិនមែននឹកសម័យទៅតាមទ្រង់ទ្រាយធัวទេពេលជាញ្ញៈធัวអីមិនមែនទេគឺទួតធัวប្រកបច្បាស់អញ្ចឹងណាប្រព្រឹត្តទៅគ្រប់ពេលវេលាទាំងអស់ហ្នឹងណាអាហ្នឹងបានឃើញថាតួជីវិតដែលប្រព្រឹត្តទៅរាល់ថ្ងៃហ្នឹងតួជីវិតហ្នឹងគឺជាតួធัวហ្នឹងគឺអត់ខ្វាយខ្វល់អីនឹងខ្លួនឯងទេមិនយើងអត់ខ្វល់ទេណាយើងអត់ខ្វល់សម្រាប់និយាយជាបញ្ញត្តិទៅទេតែតួធัวដែលកើតឡើងហ្នឹងវាអត់មានត្រូវខ្វល់នឹងខ្លួនឯងដែលនឹងថាឲ្យខ្លួនឯងបានអីខ្លួនឯងភ័យនឹងអីនឹងបែកឃ្លេនឹងរលត់អីហ្នឹងតួធัวហ្នឹងវាអត់មានភ័យអត់មានធัวដែលកើតឡើងដោយសោតវិញ្ញាណធានវិញ្ញាណជីវហាវិញ្ញាណអីនេះចឹងមើលវាមានភ័យនឹងខ្លួនឯងរលត់ទៅអីដោយភ្លេចបន្តកើតឡើងចឹងវាមានភ័យនឹងខ្លួនឯងបាត់ទៅអីណាអានឹងតួធัวដែលប្រព្រឹត្តទៅរាល់ថ្ងៃហ្នឹងអញ្ចឹងណាចឹងបានជាសតិប្បដ្ឋានហ្នឹងចេះតែរំលឹកថាកុំឲ្យយើងជ្រុកទៅក្នុងរឿង
រឿងហ្នឹងការជ្រុកទៅហ្នឹងវាជ្រុកទៅដោយចិត្តថេមានអ្នកជ្រុកទៅដោយលោភៈជ្រុកទៅដោយទោសៈសេចក្តីក្រោធទៅក្នុងអារម្មណ៍ក្នុងរឿងឲ្យបញ្ច្រាស់មកមើលតួធัวជាបច្ចុប្បន្ននឹងវិញណាតើស្អីដែលដឹងរឿងហ្នឹងក៏គឺជាចិត្តហើយចុះបើសិនបើយើងត្រូវការរឿងស្អីស្អីដតីផ្សេងទៀតហ្នឹងអាការដែលដឹងរឿងដតីហ្នឹងស្អីមិនចិត្តដូចតែគ្នាហ្នឹងហើយតែចាំបាច់រួចចិត្តដែលវាអត់តន់កើតមកហ្នឹងធ្វើអីចិត្តដែលកំពុងប្រកបហ្នឹងតែវាមិនមែនជាយើងហើយវាបានឲ្យគ្រប់គ្រាន់បច្ចុប្បន្នហ្នឹងតែម្ដងចឹងវាអត់មានពេលណាដែលអត់មានធัวណាវាអត់មានទេពេលណាក៏ជាធัวដែរអត់មានចាំបាច់យើងរងចាំធัวមួយគណៈពីរគណៈទៀតដូចចាំឆ្លាងជើងក្រោយអីនោះទេឬក៏ជើងយន្តហោះអីនោះវាអត់មានអង្គុយចាំចឹងទេធัวមានក្នុងបច្ចុប្បន្នគ្រប់គណៈគ្រប់ពេលវេលាពេលណាក៏មានធัวដូច្នេះកាលណាបើធัวហ្នឹងវាប្រកបជាធัวស្មើគ្នាទៅហើយទិសដៅវាអត់មាននៅត្រង់ដែរថាឲ្យយើងបានធัวអីនោះវាអត់មានណាធัวមានមែនប៉ុន្តែមិនប្រព្រឹត្តទៅដើម្បីបានធัวនោះទេជាគ្រឿងកំណត់ដឹងនៅធัวនោះប៉ុណ្ណឹងឯងសតិបច្ចុប្បតតាហោតេណាគឺក្រំតែជាទីតាំងនៃសតិរលឹកឲ្យដឹងថាជាធัวនឹងតែប៉ុណ្ណឹងឯងចឹងណាយាវតេវៈញាណមត្តាយៈប្រព្រឹត្តទៅក្រំតែដើម្បីញាណកើតឡើងនឹងដឹងកាលណាបើធัวនឹងប្រកបឡើងជាតួធัวហើយណាវាអត់មានចាំបាច់ធัวដតីអីទៀតទេណាវាត្រូវរលត់តណ្ហាឧបាទានដោយការកំណត់ដឹងធัวជាបច្ចុប្បន្ននឹងឯងអញ្ចឹងបានថាអាការដែលយើងតោះចិត្តនឹងរឿងអីចឹងទៅកុំចិត្តទៅគិតទៅនៅក្នុងរឿងឲ្យចិត្តទៅតោះចិត្តបន្តទៅទៀតណាត្រូវមកពិនិត្យមើលថាពេលហ្នឹងជាស្អីដែលដឹងរឿងហ្នឹងឲ្យកើតការតោះចិត្តហ្នឹងគឺជាចិត្តគឺណាហើយត្រឹមត្រូវតាមព្រះអង្គសម្ដែងទេចិត្តណាទោសៈកើតឡើងក៏ដឹងthếនេះព្រះអង្គសម្ដែងប្រាប់ថាម៉េចអាហ្នឹងទេណាកាលណាបើបប្រតិបត្តិត្រូវទៅទៀងទាត់នឹងពុទ្ធិកាទៅមើលព្រះអង្គឲ្យដឹងចិត្តដែលកើតឡើងនឹងចិត្តអីក៏ដោយទៅណាគឺព្រះអង្គទ្រង់សម្ដែងឲ្យដឹងទាំងអស់ហើយគ្រាន់តែជាចិត្តណាគ្រាន់តែជាចិត្តអថេចិត្តតន្តវេបនស្សៈសតិបច្ចុប្បតតាហោតេគឺចិត្តមានមែនឃើញទេអថេហ្នឹងមានមែនប៉ុន្តែយ៉ាងម៉េចមានមែនហ្នឹងគឺគ្រាន់តែជាចិត្តហ្នឹងឯងណាអញ្ចឹងហើយអាការដែលយើងតោះចិត្តនឹងរឿងអីមួយមកពីយើងចង់បានរបស់ដតីចង់បានរបស់ដតីហើយចុះបើសិនបើបានរបស់ដតីនឹងមកស្អីណាស្អីដែលបានរបស់ដតីនោះជាការកើតឡើងនៃចិត្តដដែលហើយមិនហត់ទេចង់បានចិត្តដតីយកមកធ្វើអីបើគ្រាន់តែជាចិត្តដដែលហើយជាចិត្តបច្ចុប្បន្នហ្នឹងមិនជាចិត្តណាកាលណាបើចិត្តហ្នឹងមិនមែនជាយើងហើយវាដូចជាមនុស្សរត់ហត់ចឹងណាហើយឈប់រត់ចឹងណានឿយណាយណានឿយណាយនឹងអ្វីដែលដេញចាប់នឹងចឹងទៅហត់ចង់ទៅដាច់ខ្យល់ណាទៅណាទៅឬក៏ថាណាចាប់អីចាប់ទៅយកធ្វើអីធ្វើទៅអញហត់ចង់ដាច់ខ្យល់ហើយណាឧមាថាប៉ូលីសដេញចាប់អីចឹងទៅចេះតែដេញមកហត់រត់លេងរួចហើយចាប់យកទៅណាយកទៅហ្នឹងចង់និយាយថាកាលណាបើយើងឃើញសភាពនៃលោកនេះសភាពនៃលោកនេះដែលប្រព្រឹត្តទៅជារបស់ដែលថាវាឲ្យហត់គេថាវាឲ្យហត់ក្នុងការដេញចាប់ណាអញ្ចឹងដល់ចឹងទៅចិត្តវានឿយណាយក្នុងការដែលថាត្រូវឲ្យបាននៅរបស់ដែលត្រូវការដែលប្រាថ្នាដែលដេញចាប់នឹងគឺថាវាហត់ក្នុងការដេញចាប់នៅអ្វីហ្នឹងណាហើយក៏ប្រព្រឹត្តទៅដោយមរណសតិគឺប្រព្រឹត្តទៅដោយមរណសតិកំណត់ដឹងអំពីឧបាទានខណ្ឌត្រូវបែកធ្លាយគេទៅនៅហើយមិនដឹងទៅត្រូវចាប់ស្អីចោលស្អីយកស្អីទៅវាឃើញជារបស់បែកធ្លាយទៅវានឿយណាយនឹងត្រូវការនឹងប្រាថ្នាសពគ្រប់អីចឹងទៅដោយតែគឺឧបាទានខណ្ឌវាប្រកបឡើងជាការកើតរលត់ទៅវាអស់ភ័យអស់ខ្លាចគឺវាអស់
ខ្វាយខ្វល់ទៅនៅក្នុងឧបាទានខណ្ឌហ្នឹងណាហ្នឹងដែលជាលក្ខណៈនៃការនឿយណាយចំពោះអ្វីៗក្នុងលោកនេះដោយសារថាអ្វីទាំងអស់ក្នុងលោកនេះវាគ្រាន់តែជាអារម្មណ៍នៃចិត្តដែលកើតឡើងនឹងប៉ុណ្ណឹងឯងមានទៅរស់ចិត្តស្អីដតីបើក្នុងបច្ចុប្បន្នហ្នឹងវាជាចិត្តទៅហើយវេទនាក៏ដូចគ្នាទៀតវេទនាក៏ដូចគ្នាណាក្នុងការកំណត់ដឹងនៅវេទនានេះក៏ជាការសំខាន់ទៀតព្រោះខ្វះការកំណត់ដឹងនៅការសោយអារម្មណ៍នឹងសត្វលោកយើងនឹងក៏រីករាយណាស់ទៅនៅក្នុងកាមគុណទាំងឡាយផ្សេងចឹងណាតណ្ហាដែលប្រព្រឹត្តទៅនៅក្នុងអារម្មណ៍ទាំងពួងនឹងមកពីមិនបានកំណត់ដឹងនៅវេទនាឬកំណត់ដឹងដែរតែតិចតួចមិនអាចទប់ជាមួយតណ្ហាបានប៉ុន្តែគ្មានស្អីទេតណ្ហាដែលប្រព្រឹត្តទៅរកអារម្មណ៍ទាំងពួងនឹងមកពីមិនកំណត់ដឹងវេទនាដែលសោយអារម្មណ៍វាតក់ស្លុតណាវារំភើបជាមួយគ្នានឹងការសោយអារម្មណ៍ជាសុខហ្នឹងណាដោយការកំណត់ដឹងវេទនាហ្នឹងវាស្រាលពេកណាបញ្ញាហ្នឹងវាអត់គ្រប់គ្រាន់ណាដល់ចឹងទៅទ្រាំនឹងអាវេទនាដែលសោយអារម្មណ៍ហ្នឹងអត់បានវាគ្របសង្កត់ចិត្តដល់ចឹងទៅក៏ត្រូវស្ទុះទៅរកអារម្មណ៍នោះឯងដើម្បីសែបសោយណាដោយសារអត់បានកំណត់ដឹងនៅវេទនានឹងឯងចឹងគុណចាស់ញាតិញោមសិប្រុសក៏ត្រូវតែរលឹករឿយរាល់ពេលដែលមានការសោយអារម្មណ៍នឹងឯងចឹងកុំឲ្យតក់ស្លុតជាមួយនឹងការសោយអារម្មណ៍នឹងថាវាជាស្អីទៅជាស្អីគ្រាន់តែជាសភាវៈដែលអាស្រ័យផាសៈកើតឡើងតាមទ្វារទាំង6នឹងទេទោះជាសុខវេទនាក៏ដោយទោះជាទុក្ខវេទនាក៏ដោយណាកំណត់ដឹងដកអត្តសញ្ញាចេញអំពីការសោយអារម្មណ៍ហ្នឹងណាអានឹងរៀនកំណត់ដឹងនៅការសោយអារម្មណ៍ហ្នឹងចឹងអាហ្នឹងសម្រាប់ទប់ទល់ជាមួយគ្នានឹងអារម្មណ៍ផ្សេងរហូតដល់ពេលញាតិញោមអីឈឺអីទៅដល់ចាស់ជរាអីឈឺអីហ្នឹងណាមិនមែនដូចយើងដែលនៅជាមកអង្គុយស្ដាប់ធម៌បានថឹងមិនអីទេចាំមើលដល់ពេលឈឺយើងអត់ធន់យើងទ្រាំមិនធ្ងោមិនអីហ្នឹងយើងគិតបថុយទៅអញ្ចឹងអត់បានទេព្រោះអាសម្ផស្សនៃទុក្ខវេទនាហ្នឹងវាអត់តាមប្រកបយើងទ្រាំបានតែដល់ទុក្ខវេទនាគ្របសង្កត់ត្រូវវង្វេងអញ្ចឹងវាមានកម្លាំងខ្លាំងណាស់ណាត្រូវវង្វេងអញ្ចឹងណានឹងវង្វេងទៅនៅក្នុងការប្រព្រឹត្តខុសផ្សេងក៏តែមានហើយសៅមងចិត្តមួម៉ៅក្តៅកាហាយអីទៅបានទាំងអស់ណានឹងបាត់បង់នៅការអៀនខ្មាស់អីទៅក៏ដោយសារវង្វេងនឹងទុក្ខលំបាកនឹងឯងទៅណាទុក្ខវេទនានឹងចឹងត្រូវរៀនកំណត់ដឹងទុក្ខវេទនានឹងឯងបង្កើនសតិឲ្យបានតាំងមាំឡើងនៅក្នុងការសោយអារម្មណ៍ជាប្រកដីនេះឯងកំណត់រឿយណាដល់អត្តសញ្ញាសម្គាល់ថាជាខ្លួនយើងនឹងឲ្យវានៅត្រឹមតែជាការសោយអារម្មណ៍ដូចជាសុខជាទុក្ខអីហ្នឹងតាមផ្លូវកាយអីហ្នឹងជាពិសេសហើយចឹងព្រោះដល់ពេលឈឺវាទុក្ខវេទនាផ្លូវកាយយើងរៀនកុំឲ្យចិត្តតែស្រើបស្រាលទៅតាមអាសោយអារម្មណ៍សុបាយផ្លូវកាយក្នុងការបាក់ទប់អីផ្សេងហ្នឹងទៅរៀនកំណត់ដឹងថារឿងរីករាយទៅផ្លូវកាយក៏ជាសុខវេទនាណាគ្រាន់តែប៉ុណ្្នឹងទេមិនគួរកបីអីទៅរីករាយអីនឹងការសោយអារម្មណ៍ផ្លូវកាយហ្នឹងទេមិនជាទីពឹងទេមិនជាសារៈទេមិនជាប្រយោជន៍ទេទានសិលភាវនាទៅជាសារៈធัวសុខវេទនាផ្លូវកាយហ្នឹងមិនជាសារៈទេណាមិនជាសារៈទេហើយកាយប្រសាទនឹងឯងក៏វានឹងត្រូវកម្មជាបច្ច័យឲ្យកើតឡើងជាទីតាំងនៃទុក្ខវេទនាអញ្ចឹងត្រូវរៀនកំណត់ហ្នឹងដើម្បីចេញអំពីទីតាំងហ្នឹងចេញពីកន្លែងហ្នឹងចេញអំពីទីតាំងគឺកាយហ្នឹងដល់ទៅពេលទុក្ខវេទនាមានឱកាសកើតឡើងក៏មិនគ្របសង្កត់ចិត្តព្រោះបានវឹកហាត់អប់រំហើយអ្វីក៏ដោយឲ្យតែរៀនឲ្យតែវឹកហាត់នឹងចម្រើនហើយចឹងចម្រើនរៀនកំណត់ដឹងនៅធัวដែលកើតឡើងនោះអាហ្នឹង
សេចក្តីអធិប្បាយទៅនៅក្នុងការដល់ត្រៃសរណគមនឹងចឹងហើយសួរតទៅទៀតមិនជាស្អីវែងឆ្ងាយទេរស្មី6ពណ៌របស់ព្រះសម្មាសម្ពុទ្ធតំណាងឲ្យអ្វីនឹងគឺជាកម្មច្ចរូបណាចេញអំពីពវរកាយរបស់ពុទ្ធតែម្ដងទៅដោយអំណាចដែលព្រះអង្គទ្រង់បានបំពេញបារមីដល់ពងពោះមកហើយទី3ខ្ញុំបានស្ដាប់លោកគ្រូសម្ដែងធัวថានិព្វានគឺជាការរលត់នៅសេចក្តីប្រកាន់មមថាមានសត្វមានបុគ្គលតែបើយើងគ្រាន់តែរំលត់ខំបើយើងមិនមានកុសលធម៌ផ្សេងបានដែរឬទេណារំលត់ខំអត់កុសលធម៌ហ្នឹងមិនទៅណាចង់ឲ្យន័យថាសម្រាប់ខ្លួនហ្នឹងដោយមិនបាច់មានកុសលធម៌អីមិនមែនចឹងទេដែលថារំលត់សេចក្តីប្រកម្មថាជាទូខ្លួនហ្នឹងមិនមែនសម្រាប់ខ្លួនទេប៉ុន្តែដូចជាងាប់ហើយចឹងឯងទាំងដែលនៅរស់ដូចជាងាប់ហ្នឹងងាប់យ៉ាងម៉េចណាគឺបានន័យថានៅរស់មែនប៉ុន្តែអត់មានសេចក្តីប្រកម្មថារូបជាខ្លួនវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងជាខ្លួនយើងណាហ្នឹងដែលចេញអំពីโลกនេះទៅកម្មអមតៈចេញពីโลกនេះទៅកម្មអមតៈណាអមតៈគឺការដែលមិនស្លាប់ណាចឹងដូចជាថាដូចជាងាប់ចឹងពីព្រោះវាអត់នៅក្នុងโลกនេះណាប៉ុន្តែឈ្មោះថាបានដល់នៅអមតៈគឺព្រះនិព្វានទៅវិញមកអំពីអីមកអំពីបានន័យថាវាដូចជាងាប់ទៅហើយវាមានងាប់អីទៀតនៅពេលដែលខំបែកធ្លាយហ្នឹងវាមានងាប់អីទៀតអាហ្នឹងឯងដែលដល់នៅអមតៈនោះណាមិនមែនទៅដល់នឹងដោយខ្លួនយើងអីទៅដល់ដូចយើងចេញពីនឹងទៅលេងស៊ីមរៀបអីនោះទេណាឬក៏យើងមានចក្ររតទៅឋានតាវតឹងអីខ្លួនយើងទៅចឹងមិនមែនទេគឺដោយការរលត់សេចក្តីសម្គាល់ថាជាខ្លួនយើងបញ្ញខណ្ឌនៅតែជាបញ្ញខណ្ឌប៉ុណ្្នឹងឯងទៅនឹងឯងដែលឈ្មោះថាអាស្រ័យនៃយានិកធัวទៅកម្មអមតៈឋាននោះទៅកម្មទីដែលមិនស្លាប់នោះទៅកម្មទីដែលមច្ចរាជមើលមិនឃើញនោះដោយការរំលត់ទិដ្ឋិដែលប្រកម្មខុសទៅលើបញ្ញខណ្ឌហ្នឹងដែលជាពួកធัวហ្នឹងហើយសម្គាល់ថាខ្លួនយើងដែលរស់នៅនេះជាអញរាល់តែថ្ងៃនេះណាជាអញឃើញអញឮអញបាននេះអញបាននោះណាអញជាអ្នករស់នៅអញប្រកែអញគ្រាន់ដើរជាមួយគ្នានឹងអ្នកដទៃស្អីចឹងទៅឆ្លោះប្រកែកតោះតេងគ្នាសពគ្រប់ទៅខ្លួនឯងត្រូវគេខុសអីចឹងទៅអានឹងវាលែងមានសេចក្តីសម្គាល់តែខ្លួនឯងនឹងចឹងទៅវាអត់មានអីមកប្រជែងជាមួយនឹងអ្នកដទៃណាទេហើយនឹងឲ្យសេចក្តីសំខាន់ទៅលើលៀបលើយកលើការគោរពរាប់អានបូជាអីវិច័យ4អីញាតិញោមអ៊ូអអីនោះគឺក៏អត់ដែរណាអានឹងដោយសារការកំណត់ដឹងឧបាទានខណ្ឌណាចឹងរឿងនេះគឺសំខាន់ណាស់បើមិនរំលត់សេចក្តីប្រកាន់នឹងទេខ្លួនឯងនឹងនៅក្នុងโลกនេះហើយសម្បូរលៀបសការៈទៀតវិវោហើយចឹងវិវោហើយណាវាជាអ្នកខ្សែផ្សោយទៅសម្បើមតែញាតិញោមក៏រាប់អានច្រើនណាក្នុងស្រុកក្រៅស្រុកលៀបសការៈបច្ច័យ4ហ្នឹងក៏សម្បូរខ្លួនឯងហ្នឹងធ្លាប់តែកើតមកម៉ែឪក្រីក្រលំបាកហើយមកបួសហ្នឹងហើយស្រាប់តែអ្វីសិតតែល្អសិតតែបណិតហើយគេលើកគេតម្កើងគេរាប់អានសពគ្រប់អីហ្នឹងវីវោណាគុណចាស់ចឹងណាគុណហ្នឹងហើយយើងធម្មតាមើលទៅគួរឲ្យចំណែនណាគួរឲ្យចំណែនណាមកអញមិនមានស្អីឆាំបានស្រួលផងទេហើយមើលលោកសិតតែចេះសិតតែចោះអីហ្នឹងមើលទៅសឹងតែចំណែនផងចឹងណាក៏ប៉ុន្តែការដែលនៅខ្វល់នឹងខ្លួនឯងហើយទទួលសម្បត្តិក្នុងโลกនេះជារឿងវិវោចឹងដោយចិត្តថេដោយមានអ្នកដោយការប្រកម្មខ្លួនណាចឹងណាចឹងគឺមានតែការកំណត់ដឹងឧបាទានខណ្ឌហ្នឹងទេចឹងឲ្យទៅជាគុណធម៌ច្បាស់ក្នុងខ្លួនឯងថាសំខាន់ជាងអ្វីទាំងអស់ក្នុងโลกហើយក៏ប្រព្រឹត្តធម៌ស្មើប្រព្រឹត្តធម៌ស្ងប់
ជាមួយគ្នានឹងសពសត្វទាំងអស់ដោយមេត្តាករុណាចឹងទៅគ្រប់គ្នាទាំងអស់មានគុណធម៌ហ្នឹងប្រសើរហើយចឹងណាគោរពគុណធម៌យកគុណធម៌ជាចម្បងជាសំខាន់ចឹងណាអ្នកដែលមានគុណធម៌គឺជាទីគោរពជាទីរាប់អានទូទៅចឹងទៅណាមាសប្រាក់លុយកាក់លៀបយោមិនសំខាន់ដោយគុណធម៌ត្រឹមតែសិល5របស់ញាតិញោមនឹងសំខាន់ជាងសម្បត្តិស្ដេចចក្រទៅទៀតដែលអញ្ចឹងបានជាត្រូវត្រឡប់មករាប់អានគុណធម៌ញាតិញោមសំបីក្រីក្រលំបាកអត់មានអីប្រកេនអត់មានអីជូនយ៉ាងណាក៏ដោយតែគាត់មានគុណធម៌ជាសម្បត្តិដែលគួរឲ្យរាប់អានដែលគួរឲ្យអនុមោទនាក្នុងចិត្តសន្តានរបស់គាត់ពេលដែលនាយសារថីនឹងបានសូមឲ្យព្រះបរមពុរិស័ទនឹងស្ដេចយាងត្រឡប់ទៅវិញណាបបិទ្ធព្រះរាជបុត្រសូមទ្រង់ស្ដេចមកទូលព្រះបង្គំជាខ្ញុំនឹងនាំទ្រង់ទៅកាន់ដំណាក់របស់ព្រះអង្គសូមទ្រង់សោយរាជចុះសេចក្តីចម្រើននឹងមានដល់ទ្រង់នឹងធ្វើអ្វីក្នុងព្រៃណាព្រះបរមពុរិស័ទទៅណែនាយសារថីរាជសម្បត្តិណាដែលខ្ញុំក៏បីបានដោយអធម្មចរិយាខ្ញុំមិនត្រូវការដោយរាជសម្បត្តិនោះឬដោយពួកញាតិឬក៏ដោយទ្រព្យទេហើយនាយសារថីហ្នឹងក៏អំបកកាលដែលព្រះអង្គស្ដេចយាងទៅចឹងទៅខ្ញុំនឹងបានរង្វាន់ពីណានាខ្លះពីបៃតាពីមេត្តាពីរាជកញ្ញាណាអីហ្នឹងគឺបានច្រើនណាស់ណានឹងចឹងទៅហើយព្រះបរមពុរិស័ទហ្នឹងក៏មិនបានទៅទេហើយយើងបានស្ដាប់ហើយមកដល់កន្លែងហ្នឹងចឹងណាហើយដល់តែចឹងទៅនាយសារថីនឹងឯងក៏មានបំណងដើម្បីនឹងបួសណាសុំបួសដែរប៉ុន្តែព្រះបរមពុរិស័ទថាឲ្យទៅសិនទៅក្រាបទូលព្រះមេតាព្រះបិតាសិនទៅហើយយករត់យកអីហ្នឹងសត្វពាហនៈអីហ្នឹងទៅវាយព្រះរាជាសិនទៅពីព្រោះព្រះបរមពុរិស័ទហ្នឹងក៏ចង់បានជួបនឹងព្រះមេតាព្រះបិតាដែរចង់បានជួបដើម្បីនឹងសម្ដែងនៅធัวផងចង់ដើម្បីសម្ដែងសម្ដាលផងណាពីព្រោះមិនដែលបានមានព្រះរាជាអីឆ្លើយឆ្លងអីទៅទេណាដើម្បីឲ្យព្រះមេតាបិតាបានយល់ដឹងធัวផងចឹងទៅឲ្យអាមាត្យនឹងក៏ទៅចឹងហើយណាអាមាត្យនឹងឯងបានស្ដាប់ពធចឹងស្ដាប់ពធនឹងចង់បួសតើបរមពុរិស័ទសម្ដែងថាជីវិតរបស់សត្វនឹងលំបាកផងតិចផងជីវិតនោះប្រកបដោយទុក្ខបុគ្គលណាអាស្រ័យនៅជីវិតនេះហើយក៏បីធ្វើនៅពីដោយហេតុណាក៏មកពីមិនមានបញ្ញាហើយមិនបានឃើញធម៌ស្ដាប់ទៅគឺពិចារណាទៅយល់ចឹងជាពីព្រោះអាមាត្យនឹងបានមកជាព្រះសារីបុត្រចឹងណាសុនន្តអាមាត្យបានមកជាព្រះសារីបុត្រចឹងក៏ទៅហើយប៉ុន្តែដល់ពេលទៅហ្នឹងក៏ផ្ដាំដែរចឹងផ្ដាំព្រះបរមពុរិស័ទណាផ្ដាំព្រះអង្គចឹងសូមឲ្យព្រះអង្គហ្នឹងកុំយាងទៅណានៅកន្លែងហ្នឹងហើយចឹងណាតែក្តីចម្រើនចូលមានដល់ទ្រង់ពាក្យណាដែលទ្រង់បានថ្លែងហើយទូលព្រះបង្គំជាខ្ញុំនឹងធ្វើតាមពាក្យនោះទ្រង់ដែលទូលព្រះបង្គំជាខ្ញុំបង្វល់ហើយសូមធ្វើតាមពាក្យរបស់ទូលបង្គំជាខ្ញុំផងចុះសូមទ្រង់ស្ដេចគង់នៅទីនេះដរាបដែលទូលព្រះបង្គំជាខ្ញុំនាំព្រះរាជាមកដល់ព្រះបិតារបស់ទ្រង់ទួតឃើញហើយសំជាមានប្រតិត្រេកអររីករាយហ្នឹងអាមាត្យហ្នឹងក៏នឹកថាក្រែងដូចទៅនាំព្រះរាជាមកហើយអត់ឃើញព្រះអង្គអាត្មាអញមុខទៅក្បត់ក្បាលហើយអញ្ចឹងសូមឲ្យព្រះអង្គគង់នៅកន្លែងហ្នឹងហើយណាហើយខ្ញុំព្រមស្ដាប់តាមពាក្យរបស់ណាព្រះអង្គព្រះបរមពុរិស័ទហ្នឹងព្រមស្ដាប់គឺថាមិនតន់ពោះទេត្រឡប់ទៅវិញហ្នឹងព្រមស្ដាប់ប៉ុន្តែសូមឲ្យព្រះអង្គស្ដាប់ទូលបង្គំផងស្ដាប់ខ្ញុំផងសូមគង់នៅកន្លែងហ្នឹងហើយហ្នឹងក្នុងសេចក្តីអញ្ចឹងណាទេ
ហើយព្រះមហាក្សត្រនឹងក៏បានថាណែនាយសារថីអ្នកនិយាយពាក្យណានឹងខ្ញុំនឹងធ្វើតាមពាក្យរបស់អ្នកនោះខ្ញុំក៏មានបំណងដើម្បីជួបនឹងព្រះបិតារបស់ខ្ញុំដែលទ្រង់ស្ដេចយាងមកក្នុងទីនេះដែរម្នាលសម្លាញ់អ្នកចូលទៅហើយចូលមកវិញចូលត្រឡប់ទៅសិនចុះអ្នកប្រាប់នៅសេចក្តីសុខដល់ញាតិទាំងឡាយអ្នកដែលខ្ញុំប្រាប់ហើយក៏បីក្រាបទូលនៅការថ្វាយបង្គំចំពោះព្រះមេត្តាព្រះបិតាព្រះរាមាវិភាព្រះអង្គទ្រង់សម្ដែងមកដល់កន្លែងនឹងហើយព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងជាព្រះពុទ្ធដីកាថានាយសារថីចាប់ព្រះបាទទានៃព្រះមហាក្សត្រនោះហើយក៏ធ្វើប្រតិសិនព្រះមហាក្សត្រនោះរួចក៏បានឡើងជិះរថបរទៅកាន់រាជទ្វារណាព្រះមេត្តានៅគង់ចាំមើលនាយសារថីនឹងឯងនាយសារថីមកវិញនឹងយកកូនអញមកវិញអត់ណាឬក៏មកដោយរត់ទេគួយចាំមើលទៀតដល់ទៅព្រះមេត្តាទួតឃើញរត់ទួតទេក៏មានព្រះនេត្រដល់ពេញពោទៅដោយព្រះអសុណាអសុជលទឹកភ្នែកណាទ្រង់ព្រះកន្សែងមៀងមើលទៅនាយសារថីនោះដែលមកវិញតែឯងដោយគិតថានាយសារថីនេះសម្រាប់កូនបង្កើតរបស់អញហើយមកវិញកូនរបស់អញចម្រើនផែនដីគឺកប់ក្នុងដីនាយសារថីកប់នៅក្នុងផែនដីដោយពិតពួកសត្រូវរមែងត្រេកអរដោយពិតពួកជនមានពៀត្រេកអរហើយដោយពិតព្រោះឃើញនាយសារថីសម្រាប់កូនបង្កើតរបស់អញហើយមកវិញព្រះមេត្តាទួតឃើញរត់ទេក៏មានព្រះនេត្រដល់ពេញពោដោយព្រះអសកទ្រង់ព្រះកន្សែងសួរទៅនាយសារថីនោះដែលមកវិញតែម្នាក់ឯងថាកូនរបស់ខ្ញុំនោះជាមនុស្សគោឬអ្វីជាមនុស្សខ្វិនឬអីកាលតែអ្នកកប់ក្នុងផែនដីក្នុងកាលនោះកូនរបស់ខ្ញុំពិលាបដែរឬទេម្នាលនាយសារថីអ្នកចូលប្រាប់នៅរឿងនោះដល់ខ្ញុំណាកូនរបស់ខ្ញុំនោះជាមនុស្សគោជាមនុស្សខ្វិនកាលដែលអ្នកកប់ក្នុងផែនដីមានកម្រើកដៃនិងជើងដែរឬទេម្នាលនាយសារថីកាលដែលខ្ញុំសួរហើយអ្នកចូលប្រាប់ខ្ញុំណាបាននាយសារថីហ្នឹងក៏បានឆ្លើយតបទៅនឹងណាព្រះមហាក្សត្រីចឹងព្រះណាមេត្តានៃព្រះបរមពុរិស័ទហ្នឹងបបិទ្ធព្រះនាងជាម្ចាស់បើព្រះនាងឲ្យអភ័យដល់ទូលព្រះបង្គំជាខ្ញុំហេតុណាដែលខ្ញុំបានឮហើយបានឃើញហើយក្នុងសំណាក់ព្រះរាជបុត្រទូលព្រះបង្គំជាខ្ញុំនឹងក្រាបទូលនៅហេតុនោះដល់ព្រះនាងព្រះជាទេវីក៏បានមានព្រះសវន័យថាមនាលសារថីសម្លាញ់ខ្ញុំឲ្យអភ័យដល់អ្នកហេតុណាដែលអ្នកបានឮហើយបានឃើញហើយក្នុងសំណាក់នៃព្រះរាជបុត្រអ្នកកុំភិតភ័យឡើយចូលប្រាប់នៅហេតុនោះចុះណានាយសារថីក៏បានតបទៅថាព្រះរាជបុត្រនោះមិនមែនគួរទេណាព្រះរាជបុត្រនោះមិនមែនខ្វិនទេឯព្រះរាជបុត្រនោះមានព្រះបន្ទូលក្បត់ក្បាយបានឮថាព្រះរាជបុត្រនោះទ្រង់ខ្លាចរាជទៅបានជាធ្វើនៅសភាពបែបនេះច្រើនប្រការដោយខ្វាក់ដោយខ្វិនជាដើមហ្នឹងព្រះរាជបុត្រនោះទ្រង់រលឹកឃើញនៅជាតិមុនជាជាតិដែលបានសោយរាជលុះសោយរាជក្នុងទីនោះហើយក៏ធ្លាក់នរកគួរឲ្យស្ញែងព្រះរាជបុត្រនោះបានសោយរាជក្នុងទីនោះអស់20ឆ្នាំគត់បានឆេះក្នុងនរកអស់80000ឆ្នាំព្រះរាជបុត្រនោះទ្រង់ខ្លាចរាជនោះហើយក៏តាំងព្រះហប្រតិថាព្រះរាជមេត្តាបិតាកុំអភិសេកអញនៅក្នុងរាជព្រោះហេតុនោះទើបព្រះរាជបុត្រមិនមានបន្ទូលក្នុងសំណាក់នៃព្រះបិតានិងព្រះមេត្តាក្នុងកាលនោះព្រះរាជបុត្រនោះបរិបូរដោយអវយវៈតូចធំមានកម្ពស់និងទំហំដ៏សុខសួនមានព្រះបន្ទូលដ៏បោះក្បាយមានបញ្ញាទ្រង់ស្ថិតនៅក្នុងផ្លូវសួគ៌លើសុគេបើព្រះនាងមានប្រាថ្នាក៏បីឃើញព្រះរាជបុត្រជាកូនបង្កើតរបស់ព្រះនាងសូមព្រះនាងស្ដេចយាងចុះទេមយៈកុមារគង់នៅក្នុងទីណាទូលព្រះបង្គំជាខ្ញុំនឹងនាំព្រះនាងទៅដល់ទីនោះណាហើយនៅក្នុងពេលនោះព្រះបាទកាសិករាជស្ដាប់ឮណាដឹងអញ្ចឹងហើយក៏មានព្រះរាជបញ្ជានាយសារថីទាំងឡាយចូលต็មសេះក្នុងរថអ្នកទាំងឡាយចូលចងដង្គន់នាដំរីសាំងនិងស្គរចូលលន់សំឡេងឡើងស្គរមានមុខតែម្ខាងចូលលន់សំឡេងឡើងស្គរដែលគេពះល្អហើយចូលមានសំឡេងឡើងស្គរដែលមានសំឡេងពីរោះចូលលន់សំឡេងឡើង
ពួកអ្នកនិគមចូលទៅតាមយើងចុះយើងនឹងទៅឲ្យអាវាតដល់កូនរបស់យើងពួកស្រីស្នំនឹងរាជកុមារពួកឈ្មួញនិងពួកព្រាហ្មណ៍ចូលនាំគ្នាទិមយានឲ្យឆាប់យើងនឹងទៅឲ្យអាវាតដល់កូនរបស់យើងពួកម៉ដំរីពលសេះពលរត់ពលថ្មើរជើងចូលនាំគ្នាទិមយានឲ្យឆាប់យើងនឹងទៅឲ្យអាវាតដល់កូនរបស់យើងអ្នកជនបទមកប្រជុំគ្នាអ្នកនិគមក៏មកប្រជុំគ្នាហើយចូលទិមនៅយានឲ្យឆាប់យើងនឹងទៅឲ្យអាវាតដល់កូនរបស់យើងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាឯពួកនេសារថីបាននាំយកនៅសេះសន្ធុបទាំងឡាយជាពាហនៈមានសន្ទុះដ៏លឿនដែលទិមហើយចូលទៅកាន់រាជទ្វារក្រាបបង្គំទូលថាបបិទ្ធព្រះសម្បតិទេសេះទាំងឡាយនោះទូលព្រះបង្គំជាខ្ញុំបានទិមរួចហើយព្រះជាក៏ទ្រង់ត្រាស់ថាពួកសេះផាត់រមែងសាបសូន្យចាក់សន្ទុះពួកសេះស្គមស្ងោមរមែងសាបសូន្យចាក់កម្លាំងអ្នកទាំងឡាយត្រូវវាបង់នៅពួកសេះស្គមនិងសេះផាត់ចេញហើយទិនតែពួកសេះដែលប្រកបទៅដោយវ័យសម្បល់សន្ទុះកម្លាំងវិញលំដាប់នោះព្រះជាទ្រង់បញ្ញាបញ្ញាឡើងគង់លើរថដែលនេសារថីទិមហើយទ្រង់ត្រាស់ទៅនឹងស្រីស្នំថានាងទាំងអស់គ្នាចូលទៅតាមយើងនាងទាំងឡាយចូលប្រដាប់ដោយមាសទាំងឡាយហើយកម្មយកនៅផ្លិតមកុដប្រខំស្វេតឆ័ត្រនិងស្បែកជើងរួចឡើងជិះរត់មកបន្ទាប់ពីនោះមកព្រះជាបានឲ្យនាយសារថីដើរមុខហើយទ្រង់ស្ដេចយាងទៅព្រះទេមយកុមារនៅក្នុងទីណាក៏យាងទៅក្នុងទីនោះដោយឆាប់ណាក៏ក្រឹបក្រែងទៀតជុភយត្រាហើយមិនភ្លេចទេនាងកញ្ញានាងអីហ្នឹងឲ្យស្លៀកពាក់អីស្រួលបួលទៅដើម្បីឲ្យព្រះបរមពុរិស័ទនឹងឯងនឹកអាល័យនៅក្នុងការរុកគ្រងរាជណាប៉ុន្តែព្រះបរមពុរិស័ទបានបំពេញនៅកិច្ចទាំងអស់នឹងរួចហើយតែកាលដែលអាយុ16ជាចុងក្រោយហ្នឹងឆ្នាំចុងក្រោយហ្នឹងបបៃតាឲ្យស្រីជំទង់អស់ហ្នឹងទៅស្ទាបទៅអែលសពរុកណាឲ្យថាកម្រើកអវយវៈដៃជើងអីហ្នឹងដើម្បីថាមិនមែនជាមនុស្សខ្វិនណាចឹងណាតែព្រះបរមពុរិស័ទអធិដ្ឋានអត់ធន់បានហើយចឹងណាមិនមានចិត្តកម្រើកឡើងអីទៅនៅក្នុងរឿងរាគៈរឿងតណ្ហាអីទេហើយពិសោធន៍ដដែលហ្នឹងអស់មួយឆ្នាំណាចឹងមួយមុខហ្នឹងគឺអស់មួយឆ្នាំរហូត16មុខគ្រាន់តែពិសោធន៍មើលព្រះបរមពុរិស័ទហ្នឹងថ្លង់មែនទេគួរមែនទេខ្វិនមែនទេណាហើយព្រះអង្គទ្រាំដោយការប្រព្រឹត្តព្រះមច្ចរិយធម៌ហ្នឹងក៏ក្រៃលែងណាស់16ឆ្នាំហ្នឹងណាព្រះបរមពុរិស័ទទួតឃើញប្របីតានោះកំពុងតែស្ដេចយាងមកខាក់ដូចជារុងរឿងដោយតែជាតែពួកអាមាត្យអ្នកកាន់ប្រខ័ណ្ឌហើយហមហើយទៅត្រាស់សួរប្របីតានោះថាបបិទ្ធព្រះបិតាព្រះអង្គមានសេចក្តីសុខសប្បាយទេឬបបិទ្ធព្រះបិតាព្រះអង្គមិនមានព្រះអាពាហ៍ទេឬរាជកញ្ញាទាំងអស់នៃព្រះមេត្តារបស់ខ្ញុំមិនមានរោគទេឬណាគឺរាជកញ្ញាទាំងអស់របស់ព្រះអង្គហើយនឹងព្រះមេត្តារបស់ខ្ញុំហ្នឹងសេចក្តីក្នុងព្រះអត្ថកថាទៅបញ្ជាក់កន្លែងហ្នឹងដែរហើយណាព្រះមេត្តាយាងទៅតាមក្រោយអត់ដល់ប្របីតាបញ្ញាប់ទៅមុនចឹងណាបានជាសួរព្រះមេត្តាហ្នឹងមិនមានរោគទេឬនោះហើយព្រះវរបិតាហ្នឹងក៏រៀបរាប់ឆ្លើយប្រាប់ទៅហើយព្រះបរមពុរិស័ទហ្នឹងក៏បដិសន្ធារៈទទួលសពគ្រប់ទទួលទាំងពីព្រោះនៅក្នុងពេលដែលសំនួនទសារថីនឹងត្រឡប់ទៅនឹងឯងក្នុងរយៈពេលនឹងប្រមាណថ្ងៃហ្នឹងគឺព្រះបរមពុរិស័ទហ្នឹងក៏បានបួសណានៅក្នុងបណ្ណសាលាដែលសិកៈទេវរាជនឹងបានមកនិមិត្តនឹងសម្បើមហើយមានដឹងអសរទៀតមើលឆ្លាតមែនទេនឹងទៅរៀននេះណាអីណាក៏6-10ឆ្នាំហ្នឹងប៉ុន្តែមកមើលអសរប្រអិនបានទៅដឹងថាបរិខាអីទាំងអស់ហ្នឹងសម្រាប់អ្នកបួសប្រើប្រាស់នៅនឹងហើយក៏បួសហើយហ្នឹងមិនមែនម៉ាក់មុនទេនៅដោយវិវេកធម៌ជាសុខមួយអង្គឯងហ្នឹងទៅហើយបានសម្រេច
សមាបត្តិព្រឹបអភិញ្ញា5លោកីនឹងភ្លាមហ្នឹងទៀតដែលពេលដែលទទួលបដិសន្ធារៈបបីតាពញាតអីទាំងអស់អ្នកនគរអីចតុរង្គសេនាហ្នឹងព្រះអង្គសម្រាប់អភិញ្ញា5ហើយស្រេចណាអភិញ្ញាមានរិទ្ធមានអីហើយស្រេចនៅក្នុងព្រះកថានោះយល់អញ្ចឹងណាហើយសេចក្តីដែលយើងសិក្សាហ្នឹងគឺពីរោះពាក្យជាធម៌ទេសនារបស់ព្រះបរមពុរិស័ទទៅខាងក្រោយណានៅខាងក្រោយទៀតនឹងបើសិនបើមិនមានអភិបាយធម៌ខាងដើមទេអានឹងមកពេលយើងនឹងអាចយើងសិក្សាបានចឹងអញ្ចឹងគឺអត់ពេលដដែលថ្ងៃហ្នឹងត្រឹមតែថាយើងបានស្ដាប់ធម៌ពីខាងដើមហើយពេលវេលាថ្ងៃក្រោយទៅទៀតចុះខ្ញុំញាតិញោមឲ្យកូនចៅអីបានមកស្ដាប់ផងណាព្រោះជារឿងរ៉ាវនៃវិជាដកណាបានស្ដាប់ផងអញ្ចឹងទៅថ្ងៃក្រោយទៀតថ្ងៃពុធថ្ងៃពហុអីហ្នឹងបានវិជាដកតទៅទៀតចឹងណាអញ្ចឹងក៏ថ្ងៃហ្នឹងយើងប៉ុណ្ណឹងចុះតទៅទៀតវាអត់បញ្ចប់ដដែលនាំតែរូតរះពេកទៅវាបាត់ទឹកដមខ្លឹមសារពីរោះដែលយើងត្រូវក្រេបជញ្ជក់ណាអញ្ចឹងគឺសូមរងចាំដល់ថ្ងៃពុធណាពុធក្រោយថ្ងៃពុធក្រោយហ្នឹងក៏ណាយើងចាំទៅមើលថ្ងៃសប្តាហ៍ថ្ងៃសៅរ៍យើងរៀនធម្មតាយើងចាំដំណឹងថ្ងៃសៅរ៍ថ្ងៃទឹកនឹងតទៀតដំណឹងតទៅថ្ងៃក្រោយទៀតថ្ងៃសៅរ៍ចាំតែចាំខ្ញុំជម្រាបទៅណាឲ្យច្បាស់ពេលព្រឹកថ្ងៃសៅរ៍ហ្នឹងហើយតែល្ងាចនេះទៅផ្ទះគេផ្លេតចឹងទៅសូមកណ្ណាគុណចាស់ញាតិញោមធ្វើប្រុសទាំងអស់បានចម្រើននៅក្នុងកុសលធម៌ដែលជាសារៈធម៌ទាំងថ្ងៃស្អែកហ្នឹងសមាទានបោសុទ្ធសិលទាំងអស់គ្នាញាតិញោមណាទាំងអស់គ្នាទៅទាំងក្មេងទាំងចាស់អីបូជាព្រះហើយយើងសប្បាយរីករាយក្នុងបុណ្យកុសលតាំងពីព្រលឹមឡើងសមាទានបោសុទ្ធចឹងទៅហើយតាំងចិត្តឲ្យបានល្អណាតាំងចិត្តកុំឲ្យខឹងនឹងរឿងអីណាស្អែកហ្នឹងណាស្ដីថារិះគន់នឹងទេអីឬបើសិនបើមានការជេរប្រមាថអីទៀតក៏ដោយក៏យើងថ្ងៃហ្នឹងអត់ធន់ឲ្យបានចឹងទៅហើយជាទម្លាប់ឲ្យល្អតទៅថ្ងៃក្រោយទៀតប៉ុន្តែថ្ងៃស្អែកហ្នឹងយើងត្រូវនឹករលឹកដល់ថ្ងៃព្រះថ្ងៃព្រះអង្គទ្រង់បានសម្រាប់ជាព្រះសម្មាសម្ពុទ្ធហ្នឹងយើងបានស្ដាប់ពធទៅយើងជ្រាបតាមហ្នឹងហើយវិសាខបុណ្យមីហ្នឹងมันអាចយើងខកខានពំពេញបុណ្យកុសលអីឲ្យផ្លែកឲ្យលើកពីធម្មតាហ្នឹងទេយើងត្រូវតែតាំងចិត្តអធិដ្ឋានឲ្យបានល្អធ្វើទានក៏យើងធ្វើថ្ងៃស្អែកហ្នឹងដើម្បីយើងបានបុណ្យកុសលជាបរិបត្តិបុជាថ្វាយព្រះនៅរាប់បាប្រសង់អីនៅវត្តឬក៏នៅភ្នំម្ដងអីចឹងទៅក៏បានណាស្ដាប់ធម៌អីចឹងទៅតាមវត្តតាមអារាមអីចឹងទៅឲ្យបានល្អចឹងទៅហើយទទួលរសជាតិខ្លឹមសារនៃសេចក្តីសុខរបស់យើងដែលសម្រេចមកអំពីការអប់រំចិត្តដែលចម្រើននៅវិបស្សនាណាចឹងដូចបានស្ដាប់មកហើយឲ្យជាច្បាស់ឡើងទាំងគ្មានការខ្វាយខ្វល់អីទៅច្រើនដែលมันអាចដោះស្រាយបានទេពីព្រោះឧបាទានខណ្ឌហ្នឹងជាទីតាំងមមណាស់ដែលសម្រាប់នឹងដោះស្រាយនៅកង្វល់ទាំងពួងចឹងឲ្យតែឧបាទានខណ្ឌ5ហ្នឹងវាប្រកបក្នុងជីវិតរបស់យើងចឹងទៅណាកូនចៅអីស្រីប្រុសអីទាំងអស់ហ្នឹងហើយទទួលទានបាយថ្ងៃត្រង់ហ្នឹងរួចហើយឋិតឋានចិត្តថាមិនស្លាប់ទេថ្ងៃហ្នឹងមិនស្លាប់នឹងអត់បាយស្លាប់នឹងអីទៀតក៏ទៅតាមហេតុដែលវាមានតែថាទោះជាឃ្លានក៏យើងទទួលទានទឹកអីចឹងទៅណាទទួលទានទឹកអីចឹងទៅភេសជ្ជៈអីចឹងទៅបើថាកាពះអីទៅធ្វើទុកអីចឹងទៅក៏រត់ទឹកអីច្រើនទៅទឹកសពទឹកអីចឹងទៅតែធ្វើយ៉ាងម៉េចឲ្យយើងបានជាឧបនិស្ស័យក្នុងការសមាទានឧបោសថមិនមែនថាយើងឈឺយើងអីចឹងយើងកម្មសិល5ទៅបានហើយណាបើ
ត្រឹមតែ5បានហើយព្រះអង្គមិនសម្ដែងឧបោសថមកទេព្រោះឧបោសថនេះមិនមែនអ្នកដតីណារៀបចំមកតាមក្រោយទេគឺព្រះពុទ្ធព្រះអង្គសម្ដែងផ្ទាល់ទៀតហើយយើងគិតមើលបញ្ញារបស់ព្រះអង្គជាពុទ្ធមានចង់បានអីពីយើងទេទេព្រះអង្គមានបំណងឲ្យយើងនឹងឯងបានសុខបានចម្រើនយ៉ាងណាគឺមកពីយើងវាអត់មានបញ្ញាដើម្បីជ្រាបដល់ឧបោសថនឹងដល់ទូកុសលផ្សេងទៅទៀតយើងវាអត់មានបញ្ញាដឹងប៉ុន្តែបញ្ញាពុទ្ធហើយយើងគិតយកបញ្ញាយើងទៅប្រៀបនឹងព្រះអង្គយ៉ាងម៉េចបញ្ញាពុទ្ធព្រះអង្គជ្រាបបានជាព្រះអង្គសម្ដែងប្រាប់មកឲ្យយើងប្រព្រឹត្តណាបើយើងបញ្ញាវាមិនទាន់គិតឃើញគិតដល់អីយ៉ាងម៉េចក៏ឲ្យយើងជឿព្រះណាយើងកិច្ចមិនរួចទេពីសទ្ធាហ្នឹងចឹងពីព្រោះបញ្ញាយើងវាមិនទាន់ដឹងដល់កម្រិតនៃធម្មជាតិពិតណាត្រូវអាស្រ័យសទ្ធានឹងសិនបើយើងជឿក៏មិនមែនចេះតែជឿនៅណាទៅទីទៅផ្ទះដែរយើងពិសោធន៍មកយើងឃើញថាព្រះអង្គនឹងចេះជាងយើងមើលបៃដកមើលអីទៅយើងដឹងថាព្រះអង្គចេះជាងយើងហើយនាំមកនៅសេចក្តីសុខស្ងប់ប្រយោជន៍គុណពិតប្រកបមែនទេណាមានពេលខ្លះយើងចេះចិត្តតែគិតថាយើងខឹងនឹងវាគ្រាន់បើយើងខឹងវាត្រូវឬយើងលោភនឹងវាប្រសើរយើងគ្រាន់បើវាមានពេលយើងចេះតែខ្លួនយើងចឹងទៅតែមកពីយើងនៅល្មមនឹងហើយចឹងប៉ុន្តែគ្រប់ពេលវេលាព្រះអង្គទូមានព្រានបដៅចឹងអកុសលពេលណាក៏ជាអកុសលនឹងឯងមិនអាចថាអកុសលនឹងត្រូវទេព្រះអង្គទ្រង់ជ្រាបច្បាស់ព្រះអង្គតែទូមានប្រាប់មកអញ្ចឹងដូច្នេះយើងចេះមិនដល់ព្រះអង្គទេតិចតួចណាស់មិនយកធូលីដីទៅប្រៀបទៅនឹងភ្នំព្រះសម័យអីបានទេណាបញ្ញាយើងតិចតួចណាស់ចឹងមិនដឹងជាព្រះអង្គទ្រង់ជ្រាបអំពីឧបោសថសិលនឹងក្រៃលែងបណ្ណាទៅបានជាព្រះអង្គសម្ដែងប្រាប់មកទាំងឲ្យយើងប្រព្រឹត្តហើយយើងធ្វើតាមព្រះទៅគឺយើងអាចធ្វើបានបើដូចជាថាចូលកម្មភ្នោះយើងបួសវាមិនបានយើងឧបោសថសិលទៅក្នុងកូនចៅណាដែលបានជើញមកបានស្ដាប់ឮអីចឹងទៅក៏សប្បាយចិត្តណាសប្បាយចិត្តចឹងទៅហើយយើងនឹងមានការប្រព្រឹត្តធម៌ទៅបានចាស់ទុំអីចឹងគ្រាន់តែបើយើងមានសិលហើយក៏សម្រួមតាមនឹងដែរណាមិនចេះតែរីករាយភ្លើតភ្លើនទៅខ្សែគប់ជាមួយមិត្តភ័ក្តិអីដែលមិនដឹងអីសោះនៅក្នុងលោកអីទៅនោះទេយើងសាច់គប់មួយចាស់សាច់គប់មួយធូរអាយូរទៅវាកាត់តាមសង្រួមតាមអីចឹងទៅដែរទាំងហើយធ្វើអីខុសកំឆ្គងអីចាស់នៅចិត្តគាត់បដៅគាត់ប្រាប់ទៅតាមគាត់ទៅណាកុំស្ដីកុំតបអីដល់គាត់វិញព្រោះគាត់ចាស់គាត់មានពិសោធន៍យើងនៅក្មេងៗយើងនៅភ្លើតភ្លើនចឹងទៅអញ្ចឹងការដែលយើងបានសាច់គប់ជាមួយចាស់ហើយជាអ្នកមានសិលជាអ្នកមានធម៌អាហ្នឹងសេចក្តីចម្រើននឹងមានដល់យើងក្មេងៗជាពិតប្រាកដហើយបានស្ដាប់ធម៌អាអីចឹងទៅយើងនឹងបានយល់ដឹងកុសលធម៌ដែលជាសារៈខ្លឹមសារហើយអ្វីដែលប្រព្រឹត្តទៅជាលោភៈទោសៈមោហៈអីទាំងអស់ហ្នឹងវាអត់ប្រយោជន៍តែចឹងទៅយើងនឿយណាយជាមួយនឹងរបស់ដែលអត់ប្រយោជន៍ហ្នឹងចឹងទៅកម្មយកនៅអ្វីដែលជាខ្លឹមសារសន្សំនៅបុណ្យកុសលដោយតែព្រះអង្គសម្ដែងជាពួននាងលេខទេវធីតាអញ្ចឹងតែធ្វើកុសលធ្វើឲ្យរឿយធ្វើតែពេញចិត្តផងព្រះអង្គសម្ដែងរំលឹកអញ្ចឹងសុខោបញ្ញាសអុជយោការសន្សំបុណ្យនាំមកនៅសេចក្តីសុខណាសូមអនុមោទនាគុណចា៎ពុទ្ធังសរណង្គាចហាមិតហម្មੰសរណង្គាចហាមិសង្ឃហੰសរណង្គាចហាមិសូមអនុមោទនារងចាំស្ដាប់ព្រះធម៌ជាបន្តការស្ដាប់ព្រះធម៌ដោយល្អរមែងបាននៅបញ្ញាជាប្រទីបបំភ្លឺឃើញការពិត